ยุคนี้នៅក្នុងបន្ទប់រៀនមនុស្សជាច្រើនកំពុងសរសេរតែបងម្នាក់អង្គុយស្ងាត់សៀវភៅនៅមុខចិត្តបងនៅឯណាមិនដឹងមិនមកគ្រប់គ្នាមករៀនដើម្បីសម្រេចក្តីស្រមៃតែបងមករៀនរាល់ថ្ងៃដើម្បីព្យាយាមបំភ្លេចមនុស្សម្នាក់ដែលធ្លាប់ជាក្តីស្រមៃរបស់បងអូនបងជានិស្សិតម្នាក់ដែលខកស្នេហ៍ហើយត្រូវរៀននោះជាមួយបេះដូងដែលបាយទ្រាល់ថ្ងៃដំបូងដែលបងបានស្គាល់អូនបងមិនដែលគិតថាអូននឹងក្លាយជាមនុស្សសំខាន់បែបនេះទេពីមិត្តក្នុងថ្នាក់ក្លាយជាមនុស្សដែលបងរងចាំពីសារធម្មតាក្លាយជាសារដែលបងចង់ឃើញរាល់ព្រឹកពេលចូលថ្នាក់បងតែងរកកៅអ្វីដែលអូននាំគួយមិនមែនព្រោះចង់រៀនជាងគេតែព្រោះចង់ឃើញមុខអូនពេលអូនញញឹមបេះដូងបងដូចមានពន្លឺពេលអូនហៅឈ្មោះបងថ្ងៃដែលធន់បំផុតក៏คล้ายជាថ្ងៃដែលមានន័យបងធ្លាប់ស្រមៃថាបន្ទាប់ពីបានចប់ការសិក្សាយើងនឹងនៅជាមួយគ្នាធ្វើការជាមួយគ្នាហើយសងជីវិតមួយជាមួយគ្នាតែបងមិនដឹងទេថាស្នេហារបស់បងមិនមែនជាអនាគតរបស់អូនបងនៅតែអង្គុយក្នុងថ្នាក់សរសេរមេរៀននៅលើក្រដាសតែគ្រប់ពាក្យដែលបងសរសេរហាក់ដូចជាមានឈ្មោះអូននៅក្នុងនោះគ្រូកំពុងបង្រៀននិតកំពុងផ្សាយតែបងស្ដាប់មិនចូលទេព្រោះចិត្តបងកំពុងសួរតែមួយសំណួរហេតុអ្វីអូនមិននៅក្បែរបងទៀតនិស្សិតខុសស្ដាយរៀនមិនចូលព្រោះចិត្តនៅតែនឹកអូនសៀវភៅនៅក្នុងដៃតែបេះដូងនៅតែរកអូននិស្សិតខុសស្ដាយទឹកនេកលាក្រោមសៀវភៅតែញញឹមតែខាងក្នុងបេះដូងកំពុងយំរាល់ថ្ងៃអូនទៅជាមួយអ្នកថ្មីបងនៅជាមួយទៅឯចាស់អង្គុយមើលកន្លែងអូនដែលនៅសល់តែភាពតប់ទេនិស្សិតខុសស្នេហ៍ខកទាំងស្នេហ៍ខកទាំងក្តីស្រមៃថ្ងៃមួយអូនប្រាប់បងថាអូនមានមនុស្សថ្មីហើយបងស្ដាប់ពីនោះហើយធ្វើជាញញឹមនិយាយថាបងសប្បាយចិត្តសម្រាប់អូនតែអូនមិនដឹងទេថាពេលបងដើរចេញពីមុខអូនទឹកភ្នែកបងធ្លាក់ពន់ណាបងមិនចង់ឲ្យអូនឃើញព្រោះបងចង់ឲ្យអូនមានអារម្មណ៍ថាអូនជាមនោខោស្នេហាមិនមែនជាកំហុសទេគ្រាន់តែពេលខ្លះមិន
ចប់ជាមួយគ្នាបងចង់សួរណាតើបងធ្វើអ្វីតើបងស្រឡាញ់នូនមិនគ្រប់គ្រាន់ឬមួយដែលអូនឈើប្រន់តែសុំនឹងបេះដូងអូនជាបងរត់ថ្ងៃនៅក្នុងសាលាបងនៅតែឃើញអូនដើរឆ្លងកាត់បងដោយមានស្នាមញញឹមបងក៏ធ្វើជាមិនដឹងតែពេលអូនបែរខ្លួនបងបែរមុខទៅកន្លែងផ្សេងព្រោះខ្លាចអូនឃើញភ្នែកបងកំពុងមានទឹកភ្នែកមិត្តភក្តិសួរហើយឯងស្នាប់ម្លេះបងឆ្លើយថាដីទេគ្រាន់តែហត់ពីរៀមតែការពិតបងមិនបានហត់ពីការរៀនទេបងហត់ពីការធ្វើជាមនុស្សតែមិនឈឺចាប់